បាទនោះសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍សម្រាប់ការវិលមកកាន់ Channel របស់ខ្ញុំបាទវីដេអូថ្ងៃនេះគឺខ្ញុំនឹងមក review បង្ហាញជូនទៅដល់បងប្អូនទាំងអស់គ្នាបាទពីរបៀបនៃការបង្កើតគណនី OKX ដែល OKX គឺយើងអាចនិយាយបានថាគឺជា exchange មួយដែលជាប់នៅក្នុង top 5យើងរាប់អាចពី Binance Bybit Bitget គឺ OKX ហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាដែលអត់ទាន់មានគណនី OKX ទេហើយយើងចង់បង្កើតបងប្អូនទាំងអស់គ្នាតាមដានទស្សនាវីដេអូនេះតាមរហូតទៅដល់ចប់នឹងដឹងពីរបៀបនៃការបង្កើតជាមួយគណនី OKX ហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលបង្កើតបាទ OKX តាមរយៈតំណ link ឬក៏ដាក់ referral code របស់ខ្ញុំបងប្អូនទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍គឺ rebate 20%ឬក៏ទឹកប្រាក់ត្រឡប់ទៅវិញ20%តែម្ដងដោយសារតែខ្ញុំគឺជា KOL របស់ OKX ហើយមួយទៀតបើសិនបើមាន event ឬក៏ gift ផ្សេងៗខ្ញុំនឹងធ្វើការ giveaway ជូនទៅដល់បងប្អូនទាំងអស់គ្នាដែលចុះឈ្មោះតាមតំណ link របស់ខ្ញុំអូខេអញ្ចឹងគឺចំណេញមែនទែនអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ចុះឈ្មោះបាទជាមួយនឹង OKX បងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំបងប្អូនទាំងអស់គ្នាយកម្រាមដៃចុចទៅលើចំណងជើងបាទនេះវីដេអូនេះមកបងប្អូនទាំងអស់គ្នាឃើញត្រង់ចំណុចនេះអនសេថារបៀបបង្កើតឬក៏របៀប link សម្រាប់ចុះឈ្មោះជាមួយ OKX បងប្អូនទាំងអស់គ្នាគ្រាន់ចុចលើ link ទៅគឺវានាំបងប្អូនទាំងអស់គ្នាចូលទៅដល់របៀបនៃការបង្កើតជាមួយនឹង OKX ហើយមួយទៀតបងប្អូនទាំងអស់គ្នាអាចដំឡើងវាក្នុង Play Store ឬ App Store ហើយដាក់ជា referral code របស់ខ្ញុំដែលខ្ញុំដាក់នៅខាងក្រោមដូចគ្នាបងប្អូនទាំងអស់គ្នាទទួលបានចំនួន20%នៃ rebate ដូចគ្នាមួយទៀតបងប្អូនទាំងអស់គ្នាចុចលើពាក្យថា more បងប្អូនទាំងអស់គ្នាឃើញពាក់ព័ន្ធជាមួយនឹងការបង្កើតជាមួយ exchange ផ្សេងៗមានដូចជា Binance Bitget ដែលខ្ញុំគឺជា OKL នៃ exchange ទាំងអស់ហ្នឹងផងដែរអញ្ចឹងរាល់ការបង្កើត exchange ទាំងអស់ហ្នឹងតាមរយៈដំណ link ឬក៏ដាក់ referral code របស់ខ្ញុំនឹងទទួលបាន20%ទៅវិញតែម្ដងហើយបើសិនបើមាន gift ផ្សេងៗខ្ញុំនឹងធ្វើការ giveaway ជូនដល់បងប្អូនទាំងអស់គ្នាផងដែរអូខេមួយទៀតខ្ញុំណែនាំឲ្យjoinនៅក្នុង group Telegram របស់ខ្ញុំនៅក្នុង group នេះមិនតម្រូវឲ្យបង់លុយមួយកាក់មួយសេនទេប៉ុន្តែបងប្អូនទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍ជាច្រើនពាក់ព័ន្ធមួយការ update ព័ត៌មានផ្សេងៗកម្មវិធីរលួយផ្សេងៗដែលខ្ញុំនឹងទម្លាក់ក្នុង group នេះផងដែរអូខេតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅមើលពីរបៀបនៃការបង្កើត OKX account តែម្ដងបាទបងប្អូនទាំងអស់គ្នាបាទជំហានដំបូងដើម្បីអាចបង្កើតគណនី OKX បានបងប្អូនទាំងអស់គ្នាត្រូវតែដំឡើង app បាទរបស់ OKX ហ្នឹងមកលើទូរស័ព្ទដៃរបស់យើងសិនដែលបងប្អូនទាំងអស់គ្នាអាចដំឡើងបាននៅក្នុងកម្មវិធី Play Store បាទឬក៏កម្មវិធី App Store អូខេអញ្ចឹងដល់ពេលបងប្អូនទាំងអស់គ្នាចូលមកដំបូងបងប្អូនទាំងអស់គ្នាចូលមកក្នុងកន្លែង search ខាងក្រោមមកអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាឃើញកន្លែងខាងលើនេះគឺ search app នេះគឺវា load ឲ្យបងប្អូនទាំងអស់គ្នាចុចលើវាមួយមកហើយវាយពាក្យថា OKX អញ្ចឹងដោយសារខ្ញុំវាយហើយគឺវា load auto តែម្ដងអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញនេះគឺជារូបរាងនៃ app OKX ហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចលើពាក្យថា install មកបើសិនបើទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាដាក់ដំណើរការដល់អក្សរខ្មែរទៅត្រង់កន្លែងហ្នឹងគឺវាដាក់ពាក្យថាដំឡើងហើយនៅពេលវាដំឡើងពេញវាដាក់ពាក្យថាបើកឬក៏ open អូខេបងប្អូនទាំងអស់ចុចលើវាមកហើយបង្កើតគណនីអញ្ចឹងនៅពេលវាកំពុងតែដំណើរការនេះខ្ញុំចង់បញ្ជាក់ឡើងវិញថាសម្រាប់បងប្អូនទាំងអស់គ្នាដែលបានបង្កើតបាទ OKX តាមរយៈដំណ link របស់ខ្ញុំឬក៏ដាក់ referral code របស់ខ្ញុំបងប្អូនទាំងអស់គ្នាទទួលបានចំនួន rebate បាទ20%ត្រឡប់ទៅវិញ20%ហ្នឹងគឺគិតទៅលើពេលបងប្អូនទាំងអស់គ្នា trade គឺគិតទៅលើសេវា fee ណាមានន័យថាបើសិនបងប្អូនទាំងអស់គ្នា trade អស់$10សេវា fee $10បងប្អូនទាំងអស់គ្នាទទួលបានចំនួន$2ត្រឡប់ទៅវិញឬក៏បងប្អូនទាំងអស់គ្នា trade អស់$100បងប្អូនទាំងអស់គ្នាទទួលបានចំនួន$20ត្រឡប់ទៅវិញអញ្ចឹងសម្រាប់ trader គឺសំខាន់មែនតើនៅពេលដែលយើង trade សេវា fee ហ្នឹងបើសិនមកយើងភ្លេចខ្លួនបាទ100 200 300អញ្ចឹងទៅអញ្ចឹងបើយើងទទួលបាន20%ត្រឡប់ទៅវិញក៏វាល្អដែរហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលនៅក្រោមតំណ link របស់ខ្ញុំខ្ញុំនឹងធ្វើការ giveaway នៅពេលដែលមាន gift ផ្សេងៗដែល OKX គេតម្លាក់មកមិនដូចជាអាវមួកតាបឬក៏ gift ផ្សេងៗអញ្ចឹងទៅខ្ញុំនឹងធ្វើការចែកជូនដល់បងប្អូនទាំងអស់គ្នាគឺជា giveaway ទៅដល់បងប្អូនទាំងអស់គ្នាដែលបានបង្កើតបាទ OKX តាមតំណ link ឬក៏ដាក់ referral code របស់ខ្ញុំនៅបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលវាដំឡើងពេញយើងចុចលើប៊ូតា open មកគឺវានាំបងប្អូនទាំងអស់គ្នាបាទចូលមកដល់ទំព័រដើមនៃ app OKX ហ្នឹងហើយចាស់ឥឡូវយើងចូលមកដល់ពីរបៀបនៃការបង្កើតអញ្ចឹងកន្លែងនេះបើសិនមកចង់ឲ្យវាផ្ញើសារ alert ចុច follow បើអត់ទេចុច don't follow មកអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមាន account ហើយចុចលើប៊ូតា login ហើយវាយ Gmail password ហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលបង្កើតថ្មីអាចចុចប៊ូតា sign up ហើយខ្ញុំបញ្ជាក់បន្តិចសម្រាប់បងប្អូនទាំងអស់គ្នាធ្លាប់មាន account ពីមុនហើយចង់លុបវាចោលបងប្អូនទាំងគ្នាអាចចូលទៅមើលវីដេអូដែលខ្ញុំបានបង្ហោះហើយអាចលុបវាចេញហើយអាចដាក់តាមដំណ link របស់ខ្ញុំឬក៏ referral code របស់ខ្ញុំវិញក៏បានដែររាល់ការលុប account គឺមួយខែគឺគេនឹង clear data ចោលទាំងអស់ឬក៏បើសិនបងប្អូនទាំងអស់គ្នាបាទយើងមានបានបើកបរឬក៏ passport អីបងប្អូនទាំងគ្នាគ្រាន់តែលុបបាទលុបចង់ឯហ្នឹងឧទាហរណ៍ថា account ចាស់យើងចុះឈ្មោះជាមួយតាយានបានណាយើងលុបចង់ឯហ្នឹងស្អែកឡើងបងប្អូនទាំងគ្នាអាចបង្កើតថ្មីបាទជាមួយនឹងបានបើកបរឬក៏ passport បានអូខេតោះឥឡូវយើងចូលមកការបង្កើតវាចុចលើថា sign up បន្ទាប់មកទៀតបងប្អូនទាំងគ្នាចុចសញ្ញា tick ដៃនេះមកដោយសារតែវាចាប់ location គឺប្រទេសកម្ពុជាស្រេចហើយចុចថា create account បន្ទាប់មកទៀតបងប្អូនទាំងគ្នាឃើញកន្លែងនេះអញ្ចឹងអ្វីដែលសំខាន់ដែលយើងអាចភ្លេចបានតែម្ដងគឺនេះreferral code អូខេអញ្ចឹងបងប្អូនទាំងគ្នាចុចលើនឹងមួយមក have a referral code ចុចលើនឹងមួយមកហើយបំពេញជា referral code របស់ខ្ញុំបាទបំពេញជា referral code របស់ខ្ញុំត្រង់ចំណុចនេះអញ្ចឹងបងប្អូនហ៊ានមកដាក់ជា referral code របស់ខ្ញុំត្រង់ចំណុចនេះមកហើយបន្តមកទៀតបងប្អូនទាំងចុចលើថា confirm អញ្ចឹងកន្លែងហ្នឹងគឺចាំតែម្ដងគឺកុំភ្លេចអីសោះបាទគឺត្រូវតែដាក់ referral code របស់ខ្ញុំអូខេ
នៅបងប្អូនគ្នាអញ្ចឹងបន្ទាប់ពីបំពេញ referral code របស់ខ្ញុំហើយ referral code របស់ OKX គឺស្រួលដែរគឺលេខសុទ្ធតែម្ដងដាក់លេខសុទ្ធហើយបងប្អូនចុចពីថា confirm ហើយ referral code នោះខ្ញុំបានដាក់នៅខាងស្ដាំដៃវីដេអូនេះផងដែរអញ្ចឹងបងប្អូនផ្ទៀងផ្ទាត់ឡើងវិញនេះបងប្អូនគ្នានឹងទទួលបាន rebate 20%ត្រឡប់ទៅវិញតាមរយៈដំណរ link របស់ខ្ញុំណាអូខេបន្តមកទៀតយើងវាយ Gmail ខាងលើមក Gmail ដែលយើងបង្កើតជាមួយគ្នានៃ OKX ហ្នឹងខ្ញុំវាយសិនបាទ Gmail របស់ខ្ញុំអូខេបងប្អូនវាយ Gmail ហើយបាទតបមកទៀតបងប្អូនទាំងអស់គ្នាបាទយើងផ្ទៀងផ្ទាត់ referral code Gmail របស់យើងត្រឹមត្រូវហើយបងប្អូនទាំងគ្នាចុចវាថា sign up បាទបន្តមកទៀតគឺវាផ្ញើសារបាទមុនផ្ញើសារគឺវាយើងធ្វើកន្លែងនេះគឺផ្ទៀងផ្ទាត់ថាយើងពិតជាមនុស្សពិតប្រាកដមិនមែន robot ទេយើងយកសញ្ញាព្រួយនេះចុចធ្វើម៉េចទាញរូបខាងលើនេះឲ្យចំប្រអប់របស់វាមកណាអូខេនៅពេលវា load អញ្ចឹងមានន័យថាយើងផ្ទៀងផ្ទាត់បានត្រឹមត្រូវហើយផ្ញើសារជាលេខកូដ6ខ្ទង់មកចូលមកក្នុង Gmail របស់បងប្អូនអញ្ចឹងយើងចូលមកក្នុង Gmail របស់យើងអូខេនេះគឺ OKX យើងចុចលើវានេះគឺលេខកូដ6ខ្ទង់នេះ323 445អូខេ323 445អូខេបន្តមកទៀតបងប្អូនអ្នកគ្នាវាបញ្ចូលជាមួយលេខទូរស័ព្ទរបស់យើងហើយលេខទូរស័ព្ទនេះគឺដោយសារតែបូក855នេះគឺជាលេខកូដតំណាងប្រទេសរបស់យើងគឺចំនួនឲ្យលេខ0អញ្ចឹងលេខពីមុខអត់ចាំបាច់ដាក់លេខ0ក៏បានដែរអូខេអញ្ចឹងខ្ញុំដាក់មកយើងដាក់ចាំបាច់ដាក់លេខ0ក៏បានដែរបន្តមកទៀតយើងចុចវាថា next គឺគេនឹងផ្ញើសារបាទជាលេខកូដ6ខ្ទង់ចូលមកក្នុងលេខទូរស័ព្ទដៃដែលបងប្អូនទាំងអស់គ្នាបានដាក់បញ្ចូលនឹងអូខេចឹងបងប្អូនទាំងអស់គ្នារងចាំតិចបាទនៅបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានដាក់លេខកូដ6ខ្ទង់ដែលគេបានផ្ញើសារចូលក្នុងលេខទូរស័ព្ទដៃដែលបងប្អូនទាំងអស់គ្នាបានដាក់មុនហ្នឹងណាគឺវានាំបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់បែបនេះអញ្ចឹងមកដល់កន្លែងនេះគឺជាការបង្កើត password សម្រាប់លុកចូលលើក្នុងគណនីរបស់យើងហើយ password គឺដូចគេបញ្ជាក់ហើយគឺចាប់ពី8រហូតដល់32ខ្ទង់ដែលអាចផ្ដើមនៅអក្សរធំត្រូវទៅផ្ដើមនៅអក្សរធំអក្សរតូចលេខនិងសញ្ញាអូខេទម្រង់ password បងប្អូនទាំងគ្នាអាចដាក់ចេញមកឧទាហរណ៍ថាសំបូបាទអូខេខ្ញុំបើកឲ្យឃើញសំបូបាទ1 2 3 4 5 6អញ្ចឹងទៅហើយថែមជាមួយសញ្ញាអីចឹងទៅអ្នកសញ្ញាអីក៏បានដែរដល់ពេលបងប្អូនទាំងគ្នាដាក់ត្រូវនេះគឺវាអនុញ្ញាតឲ្យយើងចុចទៅមុខប៉ុន្តែបើបងប្អូនទាំងគ្នាដាក់ត្រូវទេគឺវាអត់អនុញ្ញាតឲ្យបងប្អូនចុចទៅមុខទេហើយទម្រង់នេះ password គឺត្រូវតែជាទម្រង់បែបហ្នឹងគឺត្រូវតែផ្ដើមនៅអក្សរធំលេខនិងសញ្ញាអូខេអញ្ចឹងខ្ញុំសូមដាក់ password ខ្ញុំតិចសិនហ្នឹងហើយបងប្អូនទាំងគ្នាអញ្ចឹងបន្ទាប់ពីយើងបំពេញ password ហើយចុចលើប៊ូថាន next មកហើយរងចាំបន្តិចគឺវាកំពុងតែដំណើរការ processing ទៅលើ account របស់យើងណាអូខេអញ្ចឹងមកដល់កន្លែងនេះយើងអាចបើក passkey របស់យើងបាន passkey គឺការ scan មុខឬក៏ scan កញ្ចក់ដៃដើម្បីលុកចូលអញ្ចឹងយើងចុចលើពាក្យថា add passkey មកអូខេអញ្ចឹងខ្ញុំចុចលើ continue ខាងក្រោមមកអូខេហើយរងចាំបន្តិចដើម្បីឲ្យវាដំណើរការ passkey របស់យើងណាអូខេមកដល់ហើយនេះខ្ញុំបើកមុខងារ scan កញ្ចក់ដៃមួយហើយ passkey នេះបងប្អូនទាំងអស់គ្នាអាចដាក់នៅពេលក្រោយក៏បានដែរមិនជាបញ្ហាទេអូខេចឹងមកដល់កន្លែងនេះគឺតម្រូវបងប្អូនទាំងអស់គ្នាបាទ upload ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងហើយឬក៏ប័ណ្ណបើកបរមួយទៀតអាចជា passport ហើយតម្រូវយើង scan មុខអូខេចឹងយើងចុចពាក្យថា next មកអូខេចឹងមកដល់កន្លែងនេះខ្ញុំជ្រើសរើសយកថា passport ដោយសារខ្ញុំទៅតែលុប account ទេហើយយើងចុចពាក្យថា nextបន្ទាប់មកទៀតគឺបងប្អូនទាំងអស់គ្នាត្រូវតែថតរូប passport របស់យើងអូខេយើងចុចពីថា continue អូខេខ្ញុំបើកឲ្យវាដំណើរការដើម្បីវាថតរូបបានណាហើយរងចាំបន្តិចមកអូខេបងប្អូនទាំងអស់គ្នាគឺចាំបន្តិចបងប្អូនទាំងគ្នាត្រៀមជាមួយ passport របស់យើងឲ្យរួចរាល់អញ្ចឹងចុច line នេះមួយហើយចុចឲ្យវា load កន្លែងនេះមកនេះឲ្យវា load ផ្ទៃពណ៌ខៀវហើយយើងចុចលើ start verification អូខេអញ្ចឹងចាប់ផ្ដើមថតជាមួយនឹង passport របស់យើងតែម្ដងនៅបងប្អូនទាំងគ្នាចាំបន្តពីយើងថត upload ចូលហើយខ្ញុំបញ្ជាក់តិចកន្លែងហ្នឹងបើយើងមានតាក់ញ៉ាំបានដាក់តាក់ញ៉ាំបានចូលបើយើងមានបានបបដាក់បានបបើយើងមាន passport ដាក់ passport ទៅ3ហ្នឹងមួយណាក៏បានដែរហើយយើងចុចពីថា next អូខេចាំដល់កន្លែងនេះទៀតយើង next មួយទៀតមកដើម្បីឲ្យវា selfie ផ្ទៃមុខរបស់យើងណាអូខេអញ្ចឹងដាក់ទម្រង់ផ្ទៃមុខយើងឲ្យចំហ្នឹងមកហើយដាក់ឲ្យចំគេមានរូបកជារូបច្មោះដាក់ឲ្យគៀកតាមហ្នឹងមកអូខេអញ្ចឹងខ្ញុំបញ្ជាក់តិចកន្លែងថតផ្ទៃមុខហ្នឹងបងប្អូនខ្លះគាត់ធ្វើអត់បានទេដោយសារតែ OKX វារៀងពិបាកកន្លែងហ្នឹងបន្តិចប៉ុន្តែបងប្អូនត្រូវតែព្យាយាមទៅហើយគេឲ្យយើង review បាទរងចាំ2នាទីអូខេអញ្ចឹងយើងរងចាំ2នាទីសិនមកបើសិនបើពីច្រើនគឺទាមទារពាក់ព័ន្ធជាមួយនឹងការ scan ផ្ទៃមុខអញ្ចឹងបងប្អូនទាំងគ្នាបើសិនជាអត់នេះទេរកកន្លែងណាមានពលឺគ្រប់គ្រាន់អីថតមុខរបស់យើងទីទៅអូខេអញ្ចឹងយើងរងចាំតិចមើលថាតើគេឲ្យយើងដំណើរការទៅមុខឬអត់នៅបងប្អូនទាំងគ្នាអញ្ចឹងបន្ទាប់ពីខ្ញុំបានធ្វើការ upload passport ថ្មីហើយ upload ជាមួយនឹងការ selfie ផ្ទៃមុខហើយនេះគឺគេ confirm ហើយគឺ generate ចេញពាក់ព័ន្ធជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់យើងតែម្ដងអូខេអញ្ចឹងយើងចុចថា confirm មកបើមិនយើងផ្ទៀងថាត្រឹមត្រូវហើយណា confirm មកហើយមកដល់កន្លែងនេះបងប្អូនទាំងគ្នាអាចបំពេញជាមួយអាស័យដ្ឋានរបស់យើងថែមមកឬក៏យើងអត់ចង់បំពេញក៏បានដែរគ្រាន់ដាក់ zip code នេះជឿទៅដាក់ 12000 មកអូខេ 12000 មកបន្តទៀតអាស័យដ្ឋានយើងអាចដាក់បន្តិចទៅភូមិអីឃុំអីចឹងហើយខ្ញុំដាក់ឧទាហរណ៍ថាខ្ញុំដាក់គោករកាចាអូខេគោក
រកការមកដាក់គោករកការមកអូខេដាក់គោករកការមកយើងដាក់តែប៉ុណ្្នឹងមកបន្ទាប់មកទៀតយើងចុចលើពាក្យថា next ខាងក្រោមអូខេបងប្អូនទាំងរងចាំតិចមកគឺគេ review តែមិនតិចទេអូខេមានន័យថាយើងបាន complete ហើយទៅលើការ pass ជាមួយនឹងព័ត៌មានតខ្លួនរបស់យើងឬក៏បំពេញ KYC អញ្ចឹងយើងចុចថា start exploring មកអូខេហើយចុចខ្វែងមួយមកឥឡូវចូលទៅមើលនៅក្នុងកន្លែងនេះកន្លែងសញ្ញាឲ្យយើងមើលថានេះវា load អត់នេះវា load នេះ verify ធីតនេះមានន័យថាយើងបាន verify បានដោយជោគជ័យបាទជាមួយនឹងគណនី OKX របស់យើងហើយអូខេអញ្ចឹងមានន័យបងប្អូនទាំងគ្នាអាចប្រើប្រាស់ក្នុងការដាក់លុយចូលឬក៏ដកលុយចេញឬក៏ការ trade ផ្សេងៗក្នុងហ្នឹងបានហើយអូខេអញ្ចឹងបងប្អូនទាំងគ្នាក៏អាចចូលទៅ set up security ផ្សេងៗគ្រាន់ចុចទៅលើ icon ហ្នឹងមួយមកបន្តមកទៀតបងប្អូនទាំងគ្នាមកមើលនេះកន្លែង security មក security យើងអាចដាក់ឲ្យគ្រប់5 step របស់វាមកទាំងការប្រើប្រាស់ app authenticator លេខទូរស័ព្ទ email password យើងមើលទៅ complete ឲ្យគ្រប់5មកដើម្បីប្រព័ន្ធសុវត្ថិភាពរបស់យើងវាខ្ពស់ណាហើយសម្រាប់ការប្រើប្រាស់ app authenticator សម្រាប់ confirm ទៅលើការ log in ឬក៏ pay លុយផ្សេងៗខ្ញុំបានប្រាប់អស់ហើយខ្ញុំបានដាក់វីដេអូនេះខាងក្រោមទំព័រ description ដូចគ្នាបងប្អូនអ្នកអាចចូលទៅមើលបានពីការប្រើប្រាស់ app នេះអូខេអញ្ចឹងវីដេអូនៃការបង្កើតគណនី OKX របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនអ្នកអត់ទាន់មានទេគួរតែបង្កើតម្នាក់មួយទៅហើយបើសិនបើបង្កើតហើយបង្កើតតាមរយៈ referral code របស់ខ្ញុំឬក៏តំណ link របស់ខ្ញុំដើម្បីទទួលបាន rebate 20%ត្រឡប់ទៅវិញអូខេវីដេអូនេះគឺចប់តែប៉ុណ្្នឹងហើយអរគុណសម្រាប់ការតាមដានរហូតដល់ចប់បាទសូមអរគុណសូមគោរពលា